រសជាតិកាទៀវទឹកខ្មៅខុសពីរសជាតិកាទៀវទឹកសហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងថារសជាតិកាទៀវទឹកខ្មៅមួយកាទៀវទឹកសខុសគ្នាបែបណាដល់តាមភាសាហើយសម្រាប់ទីតាំងទៀមកាទៀវទឹកខ្មៅរបស់នងហ្វាគឺនៅពេលហួតបឹងស្នោយើងនឹងលក់បែបរបៀប street food ទេហើយដើមហេតុដែលពួកខ្ញុំសម្រាប់ចិត្តលក់កាទៀវទឹកខ្មៅនេះដោយសារតាមសំតាមពួកយើងតលន់កាទៀវទឹកសដែរយើងក៏ my favorite របស់ខ្ញុំនិយាយទៅ favorite របស់ខ្ញុំហង favorite របស់ពូស៊ីហងតែក៏យើងសម្រាប់ចិត្តលក់កាទៀវទឹកខ្មៅទៅហើយមួយរយៈនេះខ្ញុំរវល់ការងារច្រើនមែនតើហើយពូស៊ីក៏ជួយការងារខ្ញុំដែរដល់ពេលចឹងទុកទៀមកាទៀវចោលកណ្ដោយកណ្ដែងជាមួយនឹងបុគ្គលិកពួកយើងទាំងពីរនាក់ក៏សុំទោសដល់មួយក៏ដូចជាបងអូនដែលគាត់តែងតែគ្រប់គ្រងក៏ដូចជាចូលចិត្តញ៉ាំកាទៀវទឹកខ្មៅរបស់នងហ្វានៅកន្លែងពេញហួតបឹងស្នោហ្នឹងចាអធិស្ឋានមួយរយៈមុនគឺប្រឡែងដៃខ្លាំងចោលមែនតែនដោយសារតែបដ ឲ្យបុគ្គលិកធ្វើឲ្យមានកំហុសឆ្គងខ្លះដែលពួកខ្ញុំក៏ប៉ុតពួកខ្ញុំបានដឹងដែរប៉ុន្តែធ្វើមិនពូស៊ីគាត់រវល់ជួយការងារខ្ញុំធ្វើឲ្យខ្ញុំទុកដុំសិនដោយសារតែពួកយើងអាចបែងចែកខ្លួនទៅធ្វើការងារទាំងអស់ហ្នឹងបានទេបងប្អូនតែឥឡូវត្រឡប់មកកាន់កាប់វិញហើយសង្ឃឹមថាមួយក៏ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់តែងតែចូលចិត្តជាមួយនឹងកាទៀវទឹកខ្មៅនងហ្វាក៏ដូចជាមីញោមអាចអញ្ជើញមកញ៉ាំវិញបានពីព្រោះឥឡូវហ្នឹងពូស៊ីនៅប្រចាំការធ្វើវិញហើយលេងប្រឡែងដៃហើយអាចនឹងសម្រាប់ខ្លះនៅពេលដែលខ្ញុំមានការងារទៅគាត់អាចនឹងឆ្លៀតមកជួយខ្ញុំដដែលគ្រាន់តែអត់ប្រឡែងច្រើនដូចលើកមុនអញ្ចឹងហើយធានាអនាម័យរសជាតិនិងតម្លៃគឺអត់ស៊ីគ្នាគឺដឹងតែ fit គ្នាហ្មងឃើញលក់តាមបែបម្ចាមខ្នុរបែបហ្នឹងប៉ុន្តែរសជាតិឲ្យអ៊ូយអនាម័យក៏ឲ្យអ៊ូយដែរហើយបើទាំងអស់គ្នាអត់ចង់មកអង្គុយញ៉ាំដល់ថ្ងៃអាច order ទៅញ៉ាំមកផ្ទះបានអាចឆាតមក page ក៏បានអាចឆាតទៅ app ក៏បានដែរដូចខ្ញុំនិយាយដែរអញ្ចឹងលក់តាមចាំផ្លូវមែនតែពួកយើងអនាម័យខ្ពស់ខ្លាំងមែនតែដោយសារតែរបស់ដែលពួកយើងលក់នេះគឺក៏ជារបស់ដែលពួកយើងញ៉ាំទាំងពីរនាក់ដែរអញ្ចឹងអត់អនាម័យបានទេនិយាយទៅសុខភាពបងប្អូនទាំងអស់គ្នាគឺសំខាន់ដូចសុខភាពខ្ញុំអញ្ចឹងព្រោះពួកយើងទាំងពីរលក់ដោយបេះដូងលក់ដោយក្តីស្រឡាញ់ពីព្រោះបើនិយាយទៅមិនចំណេញទៅខ្លាចជាអ្នកមានមហាសេដ្ឋីអីប៉ុន្តែពួកយើងស្រឡាញ់ពួកយើងអាចចោលជាមួយនឹងមុខរបរនេះបានទេប៉ុន្តែក៏អាចចោលការងារខ្លួនឯងបានដូចគ្នាដូចខ្ញុំអញ្ចឹងហើយក៏អធិស្ឋាននៅតែសុំទោសខ្លាំងមែនតើសម្រាប់មួយក៏ដូចជាបងប្អូនដែលគាត់តែងតែគ្រប់គ្រងជាមួយនឹងទៀមហ្វាដែលគាត់តែងតែមក support ជាមួយកាទៀវទឹកខ្មៅក៏ដូចជាមីញោមតងយ៉ាំរបស់ពួកយើងមួយរយៈមុនគឺពួកយើងធ្លាក់ដៃខ្លាំងមែនតើហ្មងដោយសារតែបដ ឲ្យបុគ្គលិកធ្វើពួកគាត់ធ្វើបានដូចពួកយើងទាំងពីរនាក់ទេខ្ញុំអត់ចេះធ្វើទេខ្ញុំបានឈោមើលឈោសោតឈោថតទេតែពូស៊ីធ្វើតានីហ្មងរបស់ដែលគាត់ធ្វើគឺអនាម័យជាមួយនឹងរសជាតិឲ្យអ៊ូយនិយាយទៅតានី100លើ100ពីពួកខ្ញុំគិតថាប្រហែលជាមានបងដែលធ្លាប់ញ៉ាំដោយស្នាដៃរបស់គាត់គឺបានដឹងហ្មងពួកគាត់ធ្វើអត់របៀបថាធ្វើអត់ចង្អៃចង្ជើងហើយធ្វើដោយយកចិត្តទុកដាក់អញ្ចឹងគឺរបស់ហ្នឹងញ៉ាំមកគឺឆ្ងាញ់ដូចអីដែលគាត់ខំប្រឹងធ្វើយកចិត្តទុកដាក់អញ្ចឹងបើសិនតែទាំងអស់គ្នាឆ្ងល់ថាទីតាំងនៅណាឬក៏ចង់បញ្ជាក់ទីតាំងបន្ថែមឲ្យអាចឆាតមក page មកផ្ទាល់តែម្ដងឆ្លៀតពេលតនេខ្ញុំនឹងតបទាំងអស់គ្នាថាអូខេនៅណា detail អញ្ចឹងណាឬក៏អាចអូខេទាំងអស់គ្នាសង្ឃឹមថាឃើញវីដេអូនេះហើយអញ្ជើញមកញ៉ាំទាំងមួយថ្មីមួយចាស់ឬក៏មួយអត់ទាន់បានញ៉ាំអីអញ្ជើញមកសាកបានតនេណាតនេរសជាតិខ្លាំងហ្មងពូស៊ីធ្វើចង្ភៅមុខស្រស់របស់ខ្ញុំនេះគឺតនេហ្មងទាំងឆ្ងាញ់ទាំងអនាម័យឲ្យ100លើ100 rating ព្រោះបើសម្រាប់រសជាតិគឺក្រៅពីពូស៊ីគឺខ្ញុំមិនអាចទទួលយកបានហ្មងបុគ្គលិកធ្វើក៏ខ្ញុំអត់សូវទទួលយកបានដែរប៉ុន្តែធ្វើមិនយើងអាចឲ្យគាត់ធ្វើដូចយើងទាំងអស់ហ្មងទេព្រោះតើយើងជាម្ចាស់ហ្មងទើបយើងអាចធ្វើវាល្អ perfect ប៉ុន្តែបើសិនជាបុគ្គលិកគឺគាត់ធ្វើបានតែឧទាហរណ៍10ចឹងធ្វើបានតាម8អីចឹងទៅតែក៏អូខេគ្រាន់ថាមិនដូចយើងយកចិត្តទុកដាក់ដូចយើងអីចឹងពេកចឹងណាអញ្ចឹងអាចត្រឡប់មកវិញបានជាមួយនឹងមួយក៏ដូចជាអ្នកគាំទ្រទៀមកាទៀវទឹកខ្មៅរបស់នងហ្វាទាំងអស់គ្នាពួកខ្ញុំទាំងពីរអ្នកចាំទទួលទាំងអស់គ្នាហើយអរគុណច្រើនមែនទែនសម្រាប់ការ support តាំងពីថ្ងៃបើករហូតមកដល់ថ្ងៃហ្នឹងអត់នៅតែមក support អរគុណខ្លាំងហ្មងអរគុណជូនពរទាំងអស់គ្នារស់ស៊ីមានបានសុខភាពល្អធ្វើដំណើរទៅទីចិត្តទីឆ្ងាយប្រកបតែសុខសុវត្ថិភាពហើយប្រាថ្នាអីសម្រាប់តាមបំណងប្រាថ្នាហេងលៀបជ័យទាំងអស់គ្នាយប់នេះមក3ស្រីក្រោកតាមបាមក4ឆ្នាំថ្ងៃទៅបបាយបិណ្ឌរូបឲ្យដំណើរតែទៅដំចិនទិញសាំងសាកាន់សំដៅលើវត្តជួយបូដោមកធូនពីទៅ